ជំរាបសួរប្រិយមិត្តដែលកំពុងស្ដាប់និងកំពុងទស្សនាជាទីគោរពនិងជាទីរាប់អាននេះខ្ញុំឈ្មោះឌីលីដាជាអ្នកសម្របសម្រួលកម្មវិធីនេះថ្ងៃនេះកម្មវិធីរបស់យើងនឹងលើកយកប្រធានបទការទូតសេដ្ឋកិច្ចនិងសមាហរណកម្មក្នុងតំបន់របស់កម្ពុជាយើងនឹងពិភាក្សាក្នុងគោលបំណងឲ្យអ្នកស្ដាប់យល់ដឹងបន្ថែមពីរបៀបដែលកម្ពុជាប្រើប្រាស់ការទូតសេដ្ឋកិច្ចដើម្បីជំរុញពាណិជ្ជកម្មចូលរួមវិនិយោគនិងចូលរួមសហការជាមួយតំបន់អាស៊ានមុននឹងឈានចូលដល់ការពិភាក្សាខ្ញុំសូមអនុញ្ញាតឲ្យភ្ញៀវកិត្តិយសទាំង4រូបណែនាំខ្លួនជាមុនសិនជំរាបសួរនាងខ្ញុំឈ្មោះលីលៀនហួរខ្ញុំឈ្មោះហូគីមលីខ្ញុំឈ្មោះគីសាស្រាខ្ញុំប្រហែលហ៊ីមនីដូច្នេះសម្រាប់ផ្នែកដំបូងនេះយើងសូមអញ្ជើញលីងហួរមកបង្ហាញអំពីកំណត់ទូទៅនៃការទូតសេដ្ឋកិច្ចអរគុណលីដាជាដំបូងយើងត្រូវយល់ថាការទូតសេដ្ឋកិច្ចគឺជាវិធីសាស្ត្រដែលរដ្ឋាភិបាលប្រើប្រាស់ដើម្បីបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ចជាតិតាមរយៈទំនាក់ទំនងអន្តរជាតិការទូតសេដ្ឋកិច្ចក៏ជាវិធីមួយក្នុងការប្រើទំនាក់ទំនងជាមួយពិភពលោកដើម្បីបើកទ្វារឱកាសសេដ្ឋកិច្ចនិងការអភិវឌ្ឍថ្មីៗចូលមកក្នុងប្រទេសផងដែរសម្រាប់ប្រទេសកម្ពុជាការទូតសេដ្ឋកិច្ចមានតួនាទីសំខាន់ដោយសារតែយើងគឺជាប្រទេសដែលកំពុងអភិវឌ្ឍហើយនឹងពឹងផ្អែកលើពាណិជ្ជកម្មនិងការវិនិយោគពីក្រៅប្រទេសដូច្នេះរដ្ឋាភិបាលក៏តែងតែប្រើបណ្ដាញការទូតដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសដៃគូសេដ្ឋកិច្ចសំខាន់ៗដូចជាប្រទេសចិនប្រទេសថៃប្រទេសវៀតណាមប្រទេសជប៉ុននិងប្រទេសកូរ៉េជាដើមមួយវិញទៀតការទូតសេដ្ឋកិច្ចក៏ជួយឲ្យកម្ពុជាយើងមានតួនាទីយ៉ាងសកម្មនៅក្នុងអាស៊ានផងដែរឧទាហរណ៍ដូចជាក្នុងក្របខ័ណ្ឌសហគមន៍អាស៊ានដែលយើងហៅកាត់ថា AEC កម្ពុជាទទួលបានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់នៃការនាំចេញទទួលវិនិយោគថ្មីៗផងដែរហើយឧទាហរណ៍មួយទៀតដែលយើងគួរឲ្យចាប់អារម្មណ៍នោះគឺការផ្សព្វផ្សាយផលិតផលកម្ពុជាទៅក្នុងទីផ្សារអាស៊ានដូចជាផលិតផលកសិកម្មនិងសម្លៀកបំពាក់ជាដើមការទូតសេដ្ឋកិច្ចជួយបង្កើនទំនាក់ទំនងជាមួយនឹងអាជ្ញាធរនៃប្រទេសដៃគូផ្សេងៗដើម្បីកាត់បន្ថយអត្រាពន្ធនាំចូលឬមួយក៏បង្កើនឱកាសដើម្បីបញ្ចេញផលិតផលទៅកាន់ទីផ្សារផងដែរហើយវាមានន័យថាការទូតសេដ្ឋកិច្ចនឹងមិនត្រឹមតែជារឿងនយោបាយប៉ុន្តែវាជាគ្រឿងចក្រសំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចឲ្យមានចីរភាពជាសង្ខេបការទូតសេដ្ឋកិច្ចគឺជាគន្លឹះមួយដែលអាចបើកទ្វារឲ្យប្រទេសកម្ពុជាទៅកាន់ទីផ្សារថ្មីៗបង្កើតការវិនិយោគនិងឱកាសការងារផ្សេងៗតែដើម្បីឲ្យវាមានប្រសិទ្ធភាពយើងត្រូវការសហការពីរវាងក្រសួងការបរទេសក្រសួងសេដ្ឋកិច្ចនិងក្រសួងនិងវិស័យឯកជនផងដែរអរគុណលីហួរពេលដែលនិយាយថាការទូតសេដ្ឋកិច្ចអាចជាគន្លឹះសម្រាប់អភិវឌ្ឍប្រទេសគឺពិតជាគួរឲ្យចាប់អារម្មណ៍មែនទែនអញ្ចឹងហើយខ្ញុំចង់ដឹងថាលីហួរគិតថាកម្ពុជាមានយុទ្ធសាស្ត្រអ្វីខ្លះក្នុងការជំរុញពាណិជ្ជកម្មតាមរយៈការទូតចំពោះរឿងហ្នឹងគឺវាអាស្រ័យទៅលើការអនុវត្តជាក់ស្ដែងពីរដ្ឋាភិបាលដូចជាការចូលរួមសន្ធិសញ្ញាពាណិជ្ជកម្មនិងការបង្កើតឲ្យមានបរិយាកាសវិនិយោគជាដើមខ្ញុំគិតថាកម្លាំងអាចបន្តលើចំណុចហ្នឹងឲ្យបានលម្អិតបន្ថែមជាងហ្នឹងអូខេដោយដែលលឿងហួរបាននិយាយមុនហ្នឹងអញ្ចឹងការទូតសេដ្ឋកិច្ចមានតួនាទីសំខាន់ក្នុងការជំរុញពាណិជ្ជកម្មអន្តរជាតិហើយនឹងទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសយើងហើយរដ្ឋាភិបាលកម្ពុជាបានអនុវត្តយុទ្ធសាស្ត្រចម្បងជាច្រើនដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធការកាត់បន្ថយពន្ធហើយនឹងសម្រួលនីតិវិធីពាណិជ្ជកម្មហើយក៏បានចូលរួមក្នុងសន្ធិសញ្ញាពាណិជ្ជកម្មអន្តរជាតិផងដែរហើយដូចឧទាហរណ៍មុនហ្នឹងដែលលោកហួរលើកឡើងអញ្ចឹងយើងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាននិងការចូលរួមក្នុងសេដ្ឋកិច្ចតំបន់ផ្សេងៗផងដែរហើយទន្ទឹមនឹងនេះប្រទេសយើងក៏អាចប្រឈមនឹងការប្រកួតប្រជែងខ្ពស់ជាមួយនឹងប្រទេសជិតខាងដូចជាវៀតណាមនិងថៃជាដើមដោយដែលយើងដឹងថាប្រទេសជិតខាងយើងហ្នឹងពួកគាត់មានប្រព័ន្ធផលិតនិងមានបច្ចេកទេសទំនើបជាងយើងហើយនឹងពួកគាត់មានគោលនយោបាយគ្រប់គ្រងច្បាស់លាស់ជាងយើងថែមទៀតហើយដូច្នេះប្រទេសយើងគួរតែផ្ដោតទៅលើការលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុកឲ្យបានច្រើនហើយការបណ្ដុះបណ្ដាលកម្លាំងការងារហើយនឹងឲ្យមានជំនាញបច្ចេកទេសនិងការគ្រប់គ្រងអាជីវកម្មខ្នាតតូចនិងមធ្យមឲ្យការប្រកួតប្រជែងនេះឲ្យវាកាន់តែល្អជាងមុនហើយម្យ៉ាងវិញទៀតការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានឬដែលយើងហៅកាត់ថា AEC ក៏មានសារៈសំខាន់ផងដែរវាជួយបើកឱកាសសម្រាប់ការនាំចេញការផ្លាស់ប្ដូរទំនិញសេវាកម្មហើយនឹងការចូលរួមក្នុងខ្សែផលិតកម្មក្នុងតំបន់ផងដែរហើយបន្ថែមពីនេះទៅទៀតវាមិនត្រឹមតែជួយឲ្យសេដ្ឋកិច្ចកម្ពុជាដើរទាន់ទៅនឹងប្រទេសដែលនៅក្នុងតំបន់នោះទេប៉ុន្តែថែមទាំងជួយបង្កើតភាពច្នៃប្រឌិតហើយនឹងដៃគូសហការជាមួយគ្នាផងដែរជាមួយនឹងប្រទេសផ្សេងៗអ
អរគុណគឹមលេខ្ញុំលើថាការទូតសេដ្ឋកិច្ចមិនត្រឹមតែជំរុញពាណិជ្ជកម្មប៉ុណ្ណោះទេថែមទាំងទាក់ទាញការវិនិយោគផងដែរលៀបអាចជួយប្រាប់អ្នកស្ដាប់ពីផ្នែកនេះបន្ថែមបានអត់ អរគុណរីដាសំណួរចឹងការតាក់ទាញវិនិយោគពីបរទេសដែលយើងហៅកាត់ថា FDI នោះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការទូតសេដ្ឋកិច្ចដែលវាមានតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចដោយផ្ដល់ឱកាសឲ្យមានអ្នកវិនិយោគថ្មីចូលមកវិនិយោគបង្កើនឱកាសការងារថ្មីផ្នែកបច្ចេកវិទ្យានិងបង្កើនសមត្ថភាពផលិតកម្មនៅក្នុងប្រទេសអត្ថប្រយោជន៍ទាំងនេះហើយដែលជួយឲ្យសហគ្រាសនៅកម្ពុជាអាចផលិតទំនិញដែលមានគុណភាពនិងមានសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិហើយដើម្បីទាក់ទាញវិនិយោគបរទេសក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសហការជាមួយនឹងប្រទេសដែលជាដៃគូដូចជាប្រទេសចិនជប៉ុនកូរ៉េដើម្បីលើកស្ទួយឱកាសពាណិជ្ជកម្មនិងគម្រោងវិនិយោគថ្មីលើពីនេះទៀតការចូលរួមកិច្ចព្រមព្រៀងតំបន់ដូចជា RCEP បានជួយបើកទីផ្សារនិងពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគពីបរទេសនិងដើម្បីបង្កើនកំណើនសេដ្ឋកិច្ចផងដែរ ស្ដាប់មកទៅពិតជាគួរឲ្យចាប់អារម្មណ៍មែនតើអញ្ចឹងតើអ្នកអាចជួយបង្ហាញពីទិន្នន័យទាំងនោះបានអត់ ចាអរគុណសម្រាប់សំណួរបើតាមរយៈទិន្នន័យជាក់ស្ដែងពីឆ្នាំ2000រហូតដល់ឆ្នាំ2024យើងសង្កេតឃើញថាការវិនិយោគទៅពីបរទេសនិងការនាំចេញមានកំណើនយ៉ាងគួរឲ្យកត់សម្គាល់បើយើងក៏លេខទៅមើលឧទាហរណ៍ FDI គឺជាការវិនិយោគទៅពីបរទេសមានការកើនឡើងប្រហែលពី 3% រហូតដល់ជិត 10% នៃ GDP ប្រទេសហើយខណៈពេលដែលការនាំចេញយើងមានការកើនឡើងពី 49% រហូតដល់ជាង 70% នៃ GDP ប៉ុន្តែការតាមរយៈការបកស្រាយទិន្នន័យបានបង្ហាញច្បាស់ថាកត្តាទាំងពីរពិតជាមានទំនាក់ទំនងគ្នាក៏ប៉ុន្តែដើម្បីឲ្យប្រទេសកម្ពុជាយើងទទួលបានផលប្រយោជន៍ពេញលេញក្នុងការធ្វើសេដ្ឋកិច្ចតំបន់នេះវាតម្រូវឲ្យប្រទេសយើងមានការកែប្រែវិស័យមួយចំនួនដូចជាយើងតម្រូវឲ្យមានការកែលម្អនិងការអភិវឌ្ឍវិនិយោគនិងការអប់រំបណ្ដុះបណ្ដាលជំនាញជាពិសេសវិស័យទាក់ទងជាមួយនឹងបច្ចេកវិទ្យាដើម្បីឲ្យប្រទេសយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការទាញយកការប្រើប្រាស់ពី FDI ដើម្បីបង្កើនផលិតភាពនិងការបង្កើតឱកាសថ្មីៗក្នុងវិស័យកសិកម្មសេវាកម្មរបស់ប្រទេសកម្ពុជាយើង អរគុណអ្នកការទូតសេដ្ឋកិច្ចពិតជាជួយបានច្រើនមែនតើប៉ុន្តែយើងនៅមានចំណុចខ្លះដែលយើងត្រូវកែលម្អទៀតអញ្ចឹងហើយយើងសូមចូលទៅកាន់ផ្នែកចុងបញ្ចប់សម្រាប់សន្និដ្ឋានទាំងមូលសរុបសេចក្តីមកការទូតសេដ្ឋកិច្ចរបស់កម្ពុជាបានជួយពង្រឹងទំនាក់ទំនងសហការតំបន់និងទាក់ទាញវិនិយោគបរទេសទោះជាយ៉ាងណាក៏នៅមានបញ្ហាប្រឈមដូចជាសមត្ថភាពស្ថាប័ននិងធនធានមនុស្សដូច្នេះរដ្ឋាភិបាលគួរបន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបង្កើនភាពថ្លៃថ្នូរនៃការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សដើម្បីធានាថាការទូតសេដ្ឋកិច្ចមានប្រសិទ្ធភាពខ្ពស់ជាងមុនឥឡូវនេះpodcastរបស់ខ្ញុំបានឈានចូលទៅដល់ទីបញ្ចប់ សូមអរគុណចំពោះការស្ដាប់របស់អ្នកទាំងអស់គ្នា សង្ឃឹមថាអ្វីៗដែលពួកខ្ញុំចែករំលែកនឹងក្លាយជាចំណេះដឹងថ្មីសម្រាប់អ្នកទាំងអស់គ្នា សូមជម្រាបលា បាយបាយ